អង្គរវត្តកសាងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2នាឆ្នាំ1113ដល់1150សូមជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាមិត្តមិត្តយុវវ័យជាទីគោរពនិងជាទីមេត្រីស្វាគមន៍សាជាថ្មីជាមួយយើងខ្ញុំទាំងអស់គ្នានៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរពេទ្យទេសកប៉ុនមាសដែលកម្មវិធីរបស់យើងតែងតែទៅគ្រប់ប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជាហើយសប្តាហ៍នេះគឺជាសប្តាហ៍ដ៏អស្ចារ្យមែនទែនដែលយើងខ្ញុំទាំងអស់គ្នាក៏ដូចជាក្រុមការងារមកទស្សនាក៏ដូចជាស្វែងយល់ដឹងអំពីប្រាសាទមួយនោះគឺដែលមានឈ្មោះល្បីល្បាញផ្ទោខ្ទាទាំងនៅក្នុងស្រុកក៏ដូចជាក្រៅប្រទេសគឺមានគេមកទស្សនាច្រើនមែនទែននោះគឺប្រាសាទអីសាហាបាទគឺប្រាសាទអង្គរវត្តគេថាពិតជាពិសេសមែនទែននៅក្នុងសប្តាហ៍ថ្មីនេះដែលក្រុមការងាររបស់យើងទាំងមូលបាននាំអារម្មណ៍គ្រូទេសនិកជនទាំងអស់គ្នាបានមកស្វែងយល់នៅភាពអស្ចារ្យនៃប្រាសាទអង្គរវត្តហើយនៅក្នុងសប្តាហ៍នេះគឺជាវគ្គទី1ទេហើយយើងនឹងបង្ហាញជូនដល់លោកអ្នកអំពីប្រវត្តិនិងអត្ថបទជាច្រើននៃប្រាសាទអង្គរវត្តដែលយើងដឹងហើយថាប្រាសាទអង្គរវត្តគឺជាប្រាសាទដែលបញ្ជាក់អំពីអត្តសញ្ញាណជាតិខ្មែររបស់យើងដែលនៅលើទង់ជាតិខ្មែររបស់យើងគឺមានកម្ពស់ប្រាសាទ5គឺប្រាសាទអង្គរវត្តរបស់យើងបាទយើងសិហាធ្លាប់មកទស្សនានៅប្រាសាទអង្គរវត្តនេះដែរទេកាលពីមុនមកបាទនិយាយទៅចំពោះខ្ញុំគឺធ្លាប់បានចូលមកតែម្ដងឯនេះគឺជាលើកទី2ហើយចាបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងខ្ញុំទាំងអស់គ្នានឹងនាំអារម្មណ៍ទស្សនិកជនទាំងអស់ទៅតាមទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាបាទសូមជួយពេលវេលាពិតជាលឿនដូចហោះមេឃទីបំផុតនៅសប្តាហ៍នេះពួកយើងបានមកដល់ប្រាសាទដ៏ល្បីល្បាញបំផុតរបស់ខ្មែរយើងហើយប្រិយមិត្តជាទីរាប់អានមិត្តសាក់ទីទៅមើលថាតើនោះជាប្រាសាទអ្វីទៅនោះគឺប្រាសាទអង្គរវត្តមិត្តចង់ដឹងទេថាតើអង្គរវត្តកសាងឡើងនាសតវត្សទីប៉ុន្មានដែរទៅកសាងឡើងនៅក្នុងសម័យអង្គរក្នុងដើមសតវត្សទី12ក្នុងរាជរបស់ព្រះមហាក្សត្រមួយព្រះអង្គព្រះនាមសូរ្យវរ្ម័នទី2ដែលព្រះអង្គបានសោយរាជពីឆ្នាំ1113ដល់1150នៃគ្រិស្តសករាជអញ្ចឹងបើយើងគិតក្នុងរាជរបស់ព្រះអង្គនៅដើមសតវត្សទី12ហើយក្នុងរជ្ជកាលរបស់គាត់នោះមានរយៈពេល37ឆ្នាំគេមិនដឹងពិតប្រាកដថាអង្គរវត្តនឹងកសាងនៅឆ្នាំណាពិតប្រាកដទេក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី2ដូច្នេះហើយអ្នកស្រាវជ្រាវគេចាត់ទុកថានៅក្នុងរាជរបស់ព្រះអង្គក្នុងរយៈពេល37ឆ្នាំនឹងឯងពួកយើងមានភ័ព្វសំណាងណាស់ដោយមុននឹងចូលទៅសិក្សាស្វែងយល់អំពីប្រាសាទដ៏អស្ចារ្យមួយនេះពួកយើងបានត្រូវលោកពូនាំឲ្យស្គាល់អំពីការជួសជុលប្រាសាទលោកពូប្រាប់ថារូបភាពនេះគឺដូចគ្នានឹងពីសម័យបុរាណខុសតែផ្នែកបច្ចេកទេសតែប៉ុណ្ណោះបងប្អូនក៏ដូចជាមិត្តយុវវ័យជាទីគោរពឥឡូវនេះយើងខ្ញុំទាំងអស់គ្នាក៏ដូចជាក្រុមការងារកំពុងស្ថិតនៅខាងមុខច្រកចូលនៃប្រាសាទអង្គរវត្តហើយយើងដឹងហើយថាប្រាសាទនេះគឺជាប្រាសាទមួយដែលមានឈ្មោះល្បីល្បាញផ្ទាល់ពីលើពិភពលោកតតែម្ដងទៅហើយឥឡូវនេះយើងគឺមានអារម្មណ៍ថាសប្បាយរីករាយមែនតើនៅពេលដែលយើងបានមកទស្សនាហើយបានសាកសួរនៅចំណុចជាច្រើនអំពីប្រាសាទបុព្វបុរសខ្មែររបស់យើងបាទឥឡូវនេះយើងកំពុងស្ថិតនៅដូចជាឆ្លងទី1ទី2នៃប្រាសាទអង្គរវត្តហើយដោយខាងខាងដៃនេះគឺជាសេចក្តីស្រមៃរបស់ខ្ញុំតាំងពីតូចក្រូចឆ្មាមកម្លេះឥឡូវខ្ញុំបានមកឃើញផ្ទាល់នឹងភ្នែកហើយតោថ្មដែលកំពុងឈរយាងតាមខ្លោងទ្វារចូលនៃប្រាសាទអង្គរបានបាត់ក្បាលហើយមិនដឹងថាបាត់ពីពេលណានោះទេខ្ញុំពិតជាស្លុតចិត្តនៅពេលដែលឃើញរូបភាពបែបនេះខ្ញុំចង់ដឹងថាអង្គរវត្តអ្នកជំនាញយល់ឃើញដូចម្តេចដែរទៅអង្គរវត្តជាប្រាសាទដែលអ្នកផងទូទៅស្គាល់ថាជាប្រាសាទដែលផ្នែកនិកាយព្រហ្មញ្ញសាសនាដែលយើងធ្លាប់
បុព្វការីជនរបស់យើងលោកធ្លាប់គោរពប្រណិប័តកាលពីសម័យបុរាណមកហើយធម្មតាកាលពីសម័យបុរាណយើងឃើញហើយថាកាលណាតែយើងគោរពប្រណិប័តដល់សាសនាណាមួយមិនថាព្រហ្មញ្ញសាសនាមិនថាព្រះពុទ្ធសាសនាទេគឺយើងតោងតែមានការកសាងសំណង់ជាទីសក្ការៈបូជាក្នុងនោះផងដែរយើងឃើញថាប្រាសាទអង្គរវត្តជាប្រាសាទដ៏ធំស្កឹមស្កៃមួយហើយដែលជាសំណល់នៃសាសនាស្ថានខាងបែបព្រហ្មញ្ញសាសនានៅពេលនេះខ្ញុំស្ទើរតែរកពីអ្វីមកថ្លាថ្លៃមិនបានឡើយប្រិយមិត្តជាទីរាប់អានសូមមិត្តមកឲ្យដល់ទីនេះណាពេលនោះមិត្តនឹងមានអារម្មណ៍ដូចខ្ញុំមិនខានឡើយអ្វីត្បិតតែមានមនុស្សម្នាអ៊ូអរតែខ្ញុំហាក់បីដូចជាមានអារម្មណ៍ថាខ្ញុំកំពុងតែដើរសំដៅទៅកាន់ពិភពមួយដែលហួសពីជីវិតមនុស្សធម្មតាទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនជាទីគោរពដែលហាយើងចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះគូទឹកដែលនៅប្រសាទចូលវត្តផ្ទាល់តែម្ដងយើងឃើញថាពិតជាធំអស្ចារ្យមែនទែនចង់ដឹងថាតើគូទឹកនេះមានប្រវែងប្រមាណគីឡូម៉ែត្រដែរលោកគ្រូគីឡូអត់ប្រហែលជាមកកតឹងនេះប្រហែល1300បណ្ដោយ1500ម៉ែត្របាទការពិតបាទបងសម្រាប់យកឃើញយ៉ាងណាដែរព្រោះថានៅពេលដែលខ្ញុំបានមកដល់បានស្វែងយល់នៅប្រាសាទអង្គរវត្តតាំងពីទៅដល់ការដ្ឋានធៀមរហូតមកដល់ច្រកទ្វារទី1មានអារម្មណ៍ថាខុសប្លែកខុសពីសប្តាហ៍មុនព្រោះថាប្រាសាទអង្គរវត្តយើងធ្លាប់បានស្គាល់ហើយក៏ធ្លាប់បានមកចូលលេងដែរតែមិនបានស្វែងយល់ឲ្យកាន់តែលម្អិតទេបានថ្ងៃនេះគឺបានស្វែងយល់យ៉ាងលម្អិតហើយនៅពេលដែលបានដើរមកដល់មានអារម្មណ៍ថាស្រស់ស្រាយដោយសារតែប្រាសាទអង្គរវត្តគឺមានបរិវេណធំដូចជា200ហិកតាលោកគ្រូបាទលោកពូបន្តនាំពួកយើងដើរកាត់ស្ពានហាលដ៏ធំមួយពួកយើងបានសួរនាំលោកពូតាក់ទងទៅនឹងសំណង់ស្ថាបត្យកម្មដ៏ពិសេសមួយនេះសំណួរសួរថាតើប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់សាសនាអ្វីទៅប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់លទ្ធិនៃព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុគឺព្រះនរាយណ៍ដែលប្រជាជនខ្មែរយើងស្គាល់ជាទូទៅហើយអ្នកស្រាវជ្រាវគេចាត់ទុកថាប្រាសាទអង្គរវត្តនៅក្នុងអ្នកជំនាញខាងសិល្បៈខ្មែរចាត់ទុកប្រាសាទអង្គរវត្តនៅក្នុងរចនាបថអង្គរវត្តតែម្ដងដោយយកឈ្មោះប្រាសាទអង្គរវត្តជាឈ្មោះរចនាបថតែម្ដងធំដែរថ្ងៃនេះមេឃស្រទុំព្រះអាទិត្យក៏មិនបញ្ចេញកម្ដៅខ្លាំងពេកទេទៅលើប្រាសាទដូនតាខ្ញុំនេះតែពួកយើងបានឃើញហ្វូងមនុស្សម្នាជាច្រើនខ្លះមានអង្វាយខ្លះមានផ្កាយកមកកាន់ទីនេះពួកយើងឆ្ងល់ណាស់ថាតើនៅទីនេះមានអ្វីដែលពិសេសខ្លះទៅចំពោះបងប្អូនប្រជាពលរដ្ឋមិនថានៅក្នុងសង្គមនេះនឹងមកពីចម្ងាយឃើញគាត់ដូចជាមានជ្រូកខ្វៃនិងផ្លែឈើទាំងកន្ត្រកមកសែនថ្វាយដល់បាទជំនឿខ្លាំងបាទចាខ្លាំងតែចំពោះជំនឿរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក៏ដូចជាបងប្អូនដែលមកពីតំបន់ជិតឆ្ងាយនោះគាត់មានជំនឿទៅលើអ្វីក៏ខ្លាំងជាងគេលោកគ្រូបាទជំនឿដែលខ្លាំងជាងគេគឺថាជំនឿដែលគាត់ពណ៌មួយខ្នាស្អីមួយគឺបានដោយសម្រាប់បាទនៅពេលដែលគាត់ធ្វើឲ្យបានសម្បត្តិនេះគាត់ខ្លាំងគេហៅថាបំណន់ណាលាបំណន់ខ្លះទៅក៏មកជាកៅសក់កៅអីនៅហ្នឹងកៅជប់ក៏អីណាធ្វើពិធីផ្សេងនៅទីនេះបំបុះបាទបំបុះក៏មានបំបុះក៏មានដែរបាទចំពោះរូបសំណាកលោកតារាជតតែម្ដងចង់ដឹងថាតើមានតាំងពីការកកើតនៃប្រាសាទអង្គរវត្តឬក៏ទើបតែមាននៅពេលបច្ចុប្បន្នទេមានយូរហើយ
ខ្ញុំកំពុងតែស្ថិតនៅខ្លោងទ្វារទី1នៃប្រាសាទអង្គរវត្តហើយតែខ្ញុំមិនទាន់ឈានជើងហួសពីសសរពេជ្រដែលបានត្រូវរបួសដោយសារគ្រាប់កាំភ្លើងនាសម័យសង្គ្រាមនោះទេមិនឃើញទេនេះហើយសង្គ្រាមវាមិនត្រឹមតែបំផ្លាញតែជីវិតមនុស្សសត្វប៉ុណ្ណោះទេសូម្បីតែប្រាសាទដូនតាខ្ញុំក៏ត្រូវរងគ្រោះដោយសារតែគ្រាប់កាំភ្លើងនេះផងដែរបើកាលណាគេនិយាយអំពីអរិយធម៌អង្គរគេមិនអាចកំណត់បានដោយតំបន់អង្គរទេគេមិនអាចកំណត់អំពីវិសាលភាពថាវាប៉ុន្មានទេអរិយធម៌ហ្នឹងគឺមានន័យថាយើងគ្រាន់តែអាចនិយាយថាវាល្បីល្បាញឆ្ងាយណាស់ឆ្ងាយប្រើពាក្យមួយសឹងថាលេងពាក្យបន្តិចថាឆ្ងាយហួសជើងមេឃឥឡូវខ្ញុំបានមកដល់កន្លែងសក្ការៈមួយទៀតនៃខ្លោងទ្វារទី1ប្រាសាទអង្គរវត្តពេលនេះទើបខ្ញុំបានដឹងច្បាស់ថាប្រជាពលរដ្ឋដែលយកគ្រឿងរណ្ដាប់អស់ទាំងនេះគឺដើម្បីធ្វើដំណើរមកបន់ស្រន់នៅលោកតារាជនេះឯងទស្សនិកជនជាទីគោរពយើងឃើញថាទីកន្លែងនេះគឺជាកន្លែងដែលសំខាន់ពិសេសមួយនៅក្នុងប្រាសាទអង្គរវត្តយើងឃើញថាបងប្អូនរបស់យើងទាំងជាតិក៏ដូចជាអន្តរជាតិមិនដែលមើលរំលងទេក្នុងការមកបួងសួងសូមនូវសេចក្តីសុខសេចក្តីចម្រើនជាច្រើនបាទចង់ដឹងបន្ថែមទៀតអំពីលោកតារាជនៅពេលដែលយើងមកឃើញរូបភាពវិញយើងឃើញដូចជាព្រះនរាយណ៍វិញគឺមានតែប្រហ័សទៅដល់6លោកពូបាទចង់ដឹងថាហេតុអ្វីបានជាគេថាបែរជាហៅតាទៅជាលោកតារាជទៅវិញទៅបាទក្រោយមកទីគឺជាជនស្គាល់តាមរយៈពេលតារីហ្នឹងគឺសំដៅទៅលើលោកតាហ្នឹងមានន័យថាសំដៅទៅលើអ្នកចាស់ប្រតិចាយូរហើយអញ្ចឹងណាបាទរីហ្នឹងសំដៅទៅលើរីណាមួយរីកម្មកោហ្នឹងអញ្ចឹងទេគឺតារីនេះគឺជារឿងអ្នកស្រុកគឺជំនឿអ្នកស្រុកហ្នឹងណាពួកយើងឈរសម្លឹងមើលទៅការគោរពបូជារបស់បងប្អូនយើងចំពោះលោកតារាជយ៉ាងស្ងៀមស្ងាត់ដោយមិនហ៊ានធ្វើអ្វីឲ្យឮសំឡេងរំខានដល់ពួកគាត់ឡើយនេះគឺជាការគោរពដែលចេញពីបេះដូងសុទ្ធសាធមិនមែនជាការគោរពដោយចាប់បង្ខំឡើយអង្គរវត្តនោះដោយសារជាប្រាសាទសម្រាប់រាជហើយជាប្រាសាទដែលធំស្កឹមស្កៃជាងគេក្នុងចំណោមប្រាសាទដទៃផ្សេងទៀតមែនតែនទៅបើយើងនិយាយថាក្នុងបរិបទការកសាងប្រាសាទនៅក្នុងស្រុកខ្មែរយើងប្រាសាទអង្គរវត្តនេះជាប្រាសាទដែលធំធេងមែនតែនជាធំស្កឹមស្កៃជាប្រាសាទដែលធំស្កឹមស្កៃជាងគេក៏ប៉ុន្តែមិនមែនធំសញ្ញាតែប្រាសាទស្រុកខ្មែរទេជាប្រាសាទដែលធំស្កឹមស្កៃនៅក្នុងសាសនស្ថានទូទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាក្នុងពិភពលោកផងដែរបើយើងនិយាយពីប្រាសាទដែលគេឧទ្ទិសថ្វាយទៅដល់ព្រះវិស្ណុដែលធំជាងគេទី1ក្នុងពិភពលោកគឺប្រាសាទអង្គរវត្តខ្ញុំជាក្មេងជំនាន់ក្រោយពិតជាបានស្គាល់នៅអ្វីដែលជាភាពស័ក្តិសិទ្ធិនៃបារមីលោកតារាជឡើយតែទោះបីជាយ៉ាងនេះក៏ដោយក្តីក៏ខ្ញុំនៅតែលើកដៃគោរពសំពះដល់លោកតាម្ចាស់ទឹកម្ចាស់ដីដែលបានតម្កល់នៅទីនេះយូរលង់ណាស់មកហើយខ្ញុំបានសួរលោកតាម្នាក់ដែលបានថែរក្សានៅទីនេះថាតើលោកតាមានដែលបានឃើញលោកតារាជដែរឬទេដំបូងខ្ញុំឃើញលោកតានឹងដើរជាមួយខ្ញុំតែម្ដងបាទឃើញច្បាស់ជាជំនឿបំពាក់បែបណាបាទជំនឿបំពាក់គឺអត់មានទេដែលដើរជាមួយខ្ញុំជាក់ស្ដែងគឺហង្ស័កតែមួយបាទណាហើយសម្បុរគឺពិតជាសម្បុរនឹង
មុខមាត់អញ្ចឹងដៃប៉ុណ្ណឹងប្រហោះលោកតែមួយទេណាហើយដល់ពេលខ្ញុំលោកសំឃើញនេះគឺខ្ញុំមានអតិគោកាត់មួយហើយដើរជាមួយគាត់ហើយគ្រួសារខ្ញុំបរទៅទឹមទៅហើយខ្ញុំដើរជាមួយគាត់ទៅទឹមជាមួយគាត់ហើយគាត់មានពុទ្ធកាថាចៅចិត្តដល់វត្តស្មាហើយ ពួកយើងពិតជាសប្បាយចិត្តអាណែកហើយពួកយើងក៏គិតថាប្រយមិត្តមានទឹកចិត្តស្នេហាស្នាដៃដូនតាយើងដូចជាពួកយើងដែលមិនខានតើមានអ្វីដែលមានមោទនភាពជាងនេះទៅទៀតទេនៅពេលដែលឃើញបរទេសមកស្ញប់ស្ញែងប្រាសាទរបស់ខ្មែរនេះហើយតើមិត្តមានដឹងទេថាប្រវត្តិសាស្ត្រអង្គរនិងប្រវត្តិសាស្ត្រខ្មែរខុសគ្នាដូចម្តេចទៅ កាលណាយើងនិយាយអំពីប្រវត្តិសាស្ត្រអង្គរខ្ញុំសូមបញ្ជាក់ថាមិនមែនតំណាងឲ្យប្រវត្តិសាស្ត្រខ្មែរមួយទាំងមូលទេគឺជាភាគមួយនៃប្រវត្តិសាស្ត្រខ្មែរគឺសំដៅភាគមួយនៃប្រវត្តិសាស្ត្រអង្គរគឺគេគិតចន្លោះពីឆ្នាំ 802 នៃគ្រិស្តសករាជគឺចាប់ពីរាជរបស់ព្រះបាទជ័យវរ្ម័នទី 2 មករហូតដល់ពាក់កណ្ដាលសតវត្សទី 15 នៅឆ្នាំ 1431 ដែលគេកំណត់ថាជាឆ្នាំដែលព្រះបាទពញ្ញាយ៉ាតបានបោះបង់ចោលអង្គរក្នុងនាមជារាជធានីហើយមានន័យថាអ្នកដឹកនាំព្រះមហាក្សត្រលែងគង់នៅទៀតហើយ ទូរទស្សនិកជនជាទីគោរពប្រិយមិត្តជាទីរាប់អានគ្រាន់តែត្រឹមខ្លោងទ្វារទី 1 សោះមានអ្វីៗប្លែកៗជាច្រើនខ្ញុំបានចាក់ចេញពីលោកតារាជហើយបានចូលមកដល់កន្លែងមួយទៀតដែលប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានស្គាល់ដូច្នេះសូមអញ្ជើញទៅមើលជាមួយខ្ញុំ ទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនជាទីគោរពឥឡូវនេះយើងនឹងបង្វែរអារម្មណ៍អស់លោកមកទស្សនានៅភាពអស្ចារ្យមួយទៀតនៅខាងមុខនៃគោលការណ៍ទី 1 នៃប្រាសាទអង្គរវត្តផ្ទាល់តែម្ដងយើងឃើញហើយនេះគឺជាគំនូរពណ៌បាទជាហានៅពេលដែលយើងឃើញគំនូរទាំងអស់នេះយើងគិតថាមើលទៅដូចជាមានការខ្វៀកយើងគិតថាជាគំនូរដែលគេគូសលេងនៅពេលបច្ចុប្បន្នឬក៏យ៉ាងណាទេប៉ុន្តែលោកពូបានប្រាប់យើងខ្ញុំទាំងអស់គ្នាថានេះគឺឲ្យឈ្មោះថាជាគំនូរពណ៌ចង់ដឹងថាតើគំនូរពណ៌ទាំងអស់នេះមានតាំងពីសម័យបុរាណក៏កើតនៅប្រាសាទអង្គរវត្តនេះតតែម្ដងឬក៏ទើបតែមានការគូសពណ៌ក្រៅៗទៀតទេបាទនេះមិនមែនជាចំនួនប្រាសាទនោះទេប្រាសាទនេះថាមានតែគាត់ឆ្លាក់ព្រោះអត់ទាន់ហើយណាបាទនៅទាំងនោះគឺថាអញ្ចឹងនៅស្មើអញ្ចឹងទេពីសម័យក្រោយមកទៀតសម័យក្រោយគឺថាចាប់ក្នុងសតវត្សទី 11 17 ឡើងហ្នឹងណាបាទខ្ញុំបន្តដំណើរផុតពីខ្លោងទ្វារទី 1 ហើយឥឡូវកំពុងធ្វើដំណើរកម្រង់ទៅកាន់ប្រាសាទដ៏សំខាន់ហើយប្រាសាទកំពូលប្រាំងបានលេចឡើងនៅចំពីមុខខ្ញុំហើយខ្ញុំខំសម្លឹងមើលកំពូលប្រាសាទដែលលេចត្រដែតឡើងនៅលើអាកាសនោះបានខ្សឹបប្រាប់ខ្ញុំថាសូមកូនចៅចំនួនក្រោយជួយថែរក្សាផងកុំឲ្យស្នាដៃនេះវិនិច្ឆ័យអន្តរាយឲ្យសោះណាវត្តរបស់យើងគឺតាំងពីដើមហើយចេញគូបានជំនួយគឺប្រាសាទមានឈ្មោះថាបរមវិស្ណុលោកចាវិស្ណុលោកមានន័យថាយ៉ាងណាដែរលោកពូបរមវិស្ណុលោកនេះគឺជាឈ្មោះមរណនាមរបស់ស្ដេចអង្គដែលរស់កសាងប្រាសាទនោះគឺព្រះបាទសូរ្យវរ្ម័នទី 2 ណាបានប្រយមិត្តជាទីមេត្រីអង្គរវត្តគឺពិតជាសម្បត្តិមហាសាលដល់ជាតិខ្មែរ
ទេសចរច្រើនណាស់ចូលមកទស្សនាដូនតាខ្ញុំមិនដឹងជាគាត់សប្បាយចិត្តយ៉ាងណាទេបើគាត់បានដឹងថាបរទេសទទួលស្គាល់ស្នាដៃគាត់របៀបនេះតែសំណួរមួយបានកើតឡើងក្នុងអារម្មណ៍ខ្ញុំថាតើពេលដែលគាត់សាងសង់ប្រាសាទនេះឡើងពួកគាត់មានគិតពីសេដ្ឋកិច្ចនៅក្នុងនោះដែរឬទេបងប្អូនក៏ដូចជាមិត្តយុវវ័យជាទីគោរពលោកពូខ្ញុំនៅមានចំណោទពាក់ព័ន្ធជាមួយភាសាអង្គរវត្តរបស់យើងផ្ទាល់តែម្ដងទៅហើយយើងឃើញថានៅពេលបច្ចុប្បន្នមានតំបន់រមណីយដ្ឋានច្រើនដែលគេបង្កើតថ្មីហើយក្នុងការបង្កើតរមណីយដ្ឋានទាំងអស់នោះគឺតែងធ្វើការលក់សម្បត្តិចង់ដឹងថាតើប្រាសាទអង្គរវត្តរបស់យើងកាលពីជំនាន់បុរាណបុព្វបុរសខ្មែររបស់យើងនឹងគាត់ការកើតនៃប្រាសាទនេះឡើងនឹងគាត់មានគោលបំណងក្នុងការនៅពេលដែលបងប្អូនប្រជាពលរដ្ឋរបស់យើងកាលជំនាន់នោះចូលមកទស្សនានៅប្រាសាទនេះក្នុងការដោះដូរយកថវិកាឬក៏យកអ្វីផ្សេងដែរទេដោយនៅពេលបច្ចុប្បន្នដែរទេគ្រូបាទចំពោះពីបុរាណទៅពីឥឡូវវាមានការខុសគ្នាខុសប្លែកគ្នាគឺថាបុរាណគាត់សាងសង់មកស្ដេចអង្គគាត់សាងសង់មកគឺមិនមែនសម្រាប់លុកសបត់លុកអីឬក៏ចេញចូលយកជាថវិកាយកទេគឺសម្រាប់តែសាសនាទេសាសនាឬនឹងមុខពិធីបន់ផ្សេងហ្នឹងដែលគេជំនួយទៅតាមដែលគេជឿហ្នឹងតែដូនតាយើងក៏មិនបានគិតថាទៅធ្វើទុកឲ្យកូនចៅងងក្រោយទៅលុកសបត់លុយគឺក៏ដឹងនិយាយថាការវិវត្តនៃសម័យកាលនីមួយៗគឺការមានការផ្លាស់ប្ដូរដែរឧបត្ថម្ភធំដោយប្រវត្តិសាស្ត្ររបស់ប្រាសាទអង្គរវត្តបានក្លាយជាប្រធានបទដ៏អស្ចារ្យសម្រាប់ពួកយើងហើយមិត្តជាទីរាប់អានតើមិត្តមានបានដឹងទេថាតើប្រាសាទអង្គរវត្តត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបសាងសង់បានរួចរាល់ហើយនោះគឺរយៈពេល30ឆ្នាំទើបអង្គរលេចចេញជារូបរាង30ឆ្នាំនោះមិនមែនរួចរាល់ហើយទេណាហើយជារូបរាងអីហ្នឹងចម្លាក់មកមុនទេតែមិនតាន់អស់ទេនៅមានចន្លោះខ្លះដែលមិនតាន់ហើយស្ដេចក្រោយអង្គទៀតក៏ធ្វើបន្តទៀតទៅបាទអញ្ចឹងហើយក្នុងន័យហ្នឹងគាត់មិនមែនចំណាយធ្វើប្រសាទដើម្បីរកផលចំណេញទេគឺដើម្បីរឿងសាសនាបាទគោរពបូជាឲ្យមនុស្សហ្នឹងគោរពអាចជាច្បាប់ហ្នឹងយើងតាមមិនតមានរដ្ឋធម្មនុញ្ញមិនតមានសភាអីទេគឺមានសាសនាហ្នឹងដែលជាច្បាប់បានឲ្យមនុស្សហ្នឹងគោរពសាសនាគោរពប្រាសាទហ្នឹងដូចជាច្បាប់ដែរចាជាការប៉ុណ្ណាឃើញថាបងសវណ្ណរានៅពេលដែលលោកពូបានជម្រាបជូនដូច្នេះមានអារម្មណ៍ថាពិតជាស្ញប់ស្ញែងចំពោះស្នាដៃបុព្វបុរសខ្មែររបស់យើងសូមកុំគិតថាពេលដែលយើងមកប្រាសាទរបស់យើងមកមើលប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតថាតែមើលដុំថ្មដែលគ្មានតម្លៃមិនមែនទេគឺជាដុំថ្មដែលបង្កប់ទៅដោយញើសឈាមនិងស្នាដៃដ៏អស្ចារ្យតែពីមួយចំនួនទៅមួយចំនួនរយៈកាលនៃការកសាងឡើងនៅប្រាសាទអង្គរវត្តគឺច្រើនឆ្នាំណាស់អញ្ចឹងកូនខ្មែរចំនួនក្រោយគួរតែថែរក្សានិងលើកស្ទួយទាំងអស់គ្នាដើម្បីឲ្យតម្លៃជាតិខ្មែររបស់យើងកាន់តែស្គមកើនឡើងបានកន្លងផុតទៅយ៉ាងលឿនដូចព្រួយខ្ញុំកំពុងតែភ្ជុំអារម្មណ៍ទៅលើសំណង់ដ៏ពិសិដ្ឋមួយឥឡូវមកដល់មាត់ស្រះនៃប្រាសាទទៅហើយនេះហើយគឺជាឋានសួគ៌នៅលើផែនដីយ៉ាងពិតប្រាកដណាស់ឈរនៅមាត់ស្រះដែលមានប្រាសាទដ៏ស្កឹមស្កៃនៅពីក្រោយនាពេលថ្ងៃរៀបលេចដូចនេះខ្ញុំគ្រាន់តែចង់និយាយថាអង្គរវត្តជារបស់ខ្មែរកូនខ្មែរត្រូវតែហ៊ានពលីដើម្បីបុព្វហេតុស្នាដៃនេះគង់វង្សឋិតថេរជារៀងរហូត
បាទទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងខ្ញុំទាំងពីរនាក់បានមកដល់ស្រះខាងជើងដែលស្ថិតនៅទល់មុខនៃប្រាសាទអង្គរវត្តផ្ទាល់តែម្ដងហើយចំពោះស្រះទឹកនេះវិញយើងឃើញហើយភ្ញៀវទេសចរជាតិក៏ដូចជាអន្តរជាតិមិនដែលមើលរំលងទេក្នុងការមកចូលទីកន្លែងនេះដិតយករូបភាពនៅខាងក្រោយគឺប្រាសាទអង្គរវត្តបាទយើងឃើញថាអស្ចារ្យមែនទែនស្រស់ស្អាតទាំងបើសិនជាយើងមកពេលល្ងាចដែលមានថ្ងៃរៀបលឹកនោះគឺថាជះនៅពន្លឺទឹកទៅលើប្រាសាទអង្គរវត្តក៏ដូចជាពន្លឺថ្ងៃគឺថាអស្ចារ្យមែនទែនបាទខ្ញុំឈរនៅមុខស្រះទឹកដ៏ពិសិដ្ឋនេះភ្នែកសម្លឹងទៅកាន់កំពូលប្រាសាទទាំង5ខ្ញុំគ្មានអារម្មណ៍នៅក្នុងខ្លួនទៀតទេបើសិនជាអាចបង្វិលពេលវេលាឲ្យត្រឡប់ថយក្រោយវិញបាននោះខ្ញុំនឹងធ្វើភ្លាមព្រោះខ្ញុំចង់ឃើញប្រាសាទអង្គរវត្តដែលទើបតែសាងសង់ហើយនោះតើល្អប៉ុណ្ណាទៅជនជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតែមានចំណងហើយថាស្រះទឹកដែលនៅទល់មុខប្រាសាទអង្គរវត្តទាំងពីរស្រះនេះមានអបិយជំនឿអ្វីខ្លះអញ្ចឹងសូមសួរកាន់លោកពូតែម្ដងថាចំពោះស្រះទឹករបស់យើងមានអបិយជំនឿអ្វីដែរបានជាបងប្អូនមកថតរូបក៏ដូចជាមកទីកន្លែងនេះច្រើនម្ល៉េះខ្ញុំពូអបិយជំនឿខ្ញុំអត់បាត់បានដឹងច្បាស់តែគាត់ជឿដែរណាតែអ្វីដែលយើងឃើញចាត់ដៃថាដោយសារមានសម្ោពីខាងកើតនៃប្រាសាទអង្គរប្រាសាទហ្នឹងគឺថាមានសម្បត្តិទឹកហ្នឹងបាទអញ្ចឹងវាឃើញរូបភាពពីរគេថាមានខាងលើនិងខាងក្រោមអញ្ចឹងជាកន្លែងមួយដែលជាជនឬក៏ទេសចរទូទៅហ្នឹងគឺថាតែមកថតយកតែរូបភាពនេះប្រយមិត្តជាទីរាប់អានការសិក្សារៀនសូត្រនៅក្នុងសាលាវាល្អហើយតែការសិក្សានៅនឹងកន្លែងផ្ទាល់ចំណេះដឹងនិងអារម្មណ៍ដែលបានឃើញប្រាសាទនឹងភ្នែកដូច្នេះនោះវាពិតជាបណ្ដុះឲ្យពួកយើងមាននៅគំនិតស្នេហាប្រាសាទឡើងថែមមួយកម្រិតទៀតហើយនៅពេលដែលកូនខ្មែរមានគំនិតស្នេហាប្រាសាទហើយនោះបរទេសគេពិតជាមិនងាយនឹងលូកដៃបានឡើយទូរទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងខ្ញុំទាំងអស់គ្នាសូមធ្វើភារកិច្ចដើម្បីគោរពបួងសួងទៅដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែររបស់យើងក៏ដូចជាបារមីលោកតារាជដែលថែរក្សានៅប្រាសាទអង្គរវត្តនេះបន្តតែម្ដងសូមជួយបីបាច់ថែរក្សាយើងខ្ញុំទាំងអស់គ្នាក៏ដូចជាក្រុមការងារឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនរាល់បំពេញកាតព្វកិច្ចនៅក្នុងថ្ងៃនេះផងដែរបាទចាសសូមខមាទោសរាល់កំហុសខុសឆ្គងឲ្យកូនស្លាកើតបានដោយចេតនាទាំងក្រុមការងាររបស់យើងដូច្នេះសូមលោកអ៊ំតារាជបារមីដែលថែរក្សាទីនេះទាំងអស់សូមជួយគ្រប់គ្រងថែរក្សាកូនចៅឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារទាំងអស់ខ្ញុំសូមឧទ្ទិសកុសលផលបុណ្យដែលជាអំពើល្អដល់ខ្មែរទាំងឡាយណាដែលបានធ្វើចំពោះប្រាសាទអង្គរវត្តនេះសូមឲ្យអ្នកទាំងឡាយនោះបានទទួលនៅពរដែលមានចាជាសិលាចារឹកនៅលើជញ្ជាំងនៃប្រាសាទកុំបីឃ្លៀងឃ្លាតឡើយ
លោកស្រីអ្នកនាងកញ្ញាក៏ដូចជាមិត្តយុវវ័យជាទីគោរពនិងជាទីមេត្រីយ៉ាងណាដែរបន្ទាប់ពីបានទស្សនាក៏ដូចជាស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែររបស់យើងដែលជាប្រាសាទដ៏មានឈ្មោះល្បីខ្ទរខ្ទាលើពិភពលោកផ្ទាល់តែម្ដងនោះគឺប្រាសាទអង្គរវត្តយើងឃើញថានេះគឺជាសប្តាហ៍ទី1ហើយគឺយើងបានមកស្វែងយល់ដឹងនៅចំណេះដឹងច្រើនមែនទែនតាំងពីច្រកចូលក៏ដូចជាក្តារបែនស្ពានហាយរហូតដល់ពុបរៈទី1យើងឃើញថានៅពេលឥឡូវនេះយើងបានសិក្សាស្វែងយល់ដឹងច្រើនខ្លាំងមែនទែនចំពោះអាថ៌កំបាំងក៏ដូចជាចម្ងល់នៅក្នុងប្រាសាទអង្គរវត្តចាជាការប៉ុណ្ណាហើយអាថ៌កំបាំងទាំងអស់ត្រូវបានបកស្រាយជូនដល់ទ្រទស្សនិកជនទាំងអស់គ្នានៅក្នុងកម្មវិធីប្រាសាទបុរាណខ្មែរបេតិកភណ្ឌនេះនៅក្នុងវគ្គទី1ពីព្រោះថាប្រាសាទអង្គរវត្តគឺមានទំហំធំណាស់ដល់200ហិកតានោះហើយចំពោះអាថ៌កំបាំងជាច្រើនដែលលោកអ្នកកំពុងតែមានចម្ងល់នោះត្រូវបានបកស្រាយទ្រឹងមកហើយតាំងពីកុម្ពរៈទី1រហូតមកហើយនៅតែបន្តនៅវគ្គទី2វគ្គទី3បន្តទៀតព្រោះថាប្រាសាទអង្គរវត្តរបស់យើងគឺជាប្រាសាទមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយក៏យើងបានដឹងហើយថាច្រកទ្វារទី1ដូចជាកុម្ពរៈទី1នេះគឺស្វែងយល់អំពីលោកតារាជអបិជំនឿជាច្រើនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងធ្លាប់បានមកបន់ស្រន់នៅទីនេះព្រោះថានៅពេលដែលយើងបានមកដល់ប្រាសាទអង្គរវត្តមិនភ្លេចឡើយនៅលោកតារាជដែលមានមហិទ្ធិឫទ្ធិស័ក្តិសិទ្ធិក៏ដូចជាមានរឿងរ៉ាវជាច្រើនដែលយើងគួរតែយល់ដឹងហើយយើងឃើញថាចំពោះវគ្គទី1គឺពិតជាអស្ចារ្យប៉ុណ្ណឹងហើយចុះហ្មងតែវគ្គទី2និងវគ្គទី3កម្មវិធីរបស់យើងបកស្រាយទាំងមូលតែម្ដងនៃអត្ថន័យទាំងរួមនៃប្រាសាទអង្គរវត្តថាតើប្រាសាទអង្គរវត្តរបស់យើងល្បីរន្ទឺសោះសាយនេះមកពីមូលហេតុអ្វីភាពអស្ចារ្យប្រាសាទអង្គរវត្តត្រង់ចំណុចណាចាហើយនៅវគ្គទី1នេះយើងបានឃើញហើយទាំងមហិទ្ធិឫទ្ធិក៏ដូចជាបេជំនឿពាក់ព័ន្ធជាមួយលោកតារាជព្រមទាំងនៅចម្លាក់គេហៅចម្លាក់ពណ៌ទៅហើយនិងរូបអប្សរាជាច្រើនដែលលម្អទៅលើទាំងជញ្ជាំងរបស់យើងបាទសម្រាប់ពេលនេះកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ក៏សូមថ្លែងអំណរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលនិយមតាមដានទស្សនាកម្មវិធីក៏សូមជូនពរជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារប្រសិនជាបងប្អូនមានចំណងពាក់ព័ន្ធជាមួយនឹងប្រាសាទបុរាណខ្មែរអាចចូលទៅកាន់គេហទំព័រ Facebook គឺខ្មែរ Temple បានចានៅពេលនេះយើងខ្ញុំទាំងអស់គ្នារួមទាំងក្រុមការងារសូមសន្យាថានឹងជួបលោកអ្នកនៅវគ្គទី2នៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកដែរនៅពេលនេះយើងខ្ញុំទាំងអស់គ្នារួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលាដំកល់ខ្មែរយើងចាត់ទុក